ប្រធានាធិបតីដូណាល់ត្រាំមានទឹកមាត់លេបវិញហើយនៅពេលនេះក្រោយសាលាឧទ្ធរសហព័ន្ធអាមេរិកបានកំណត់អនុញ្ញាតឲ្យពន្ធគយជាសកលរបស់លោកអាចនៅមានប្រសិទ្ធភាពជាបណ្ដោះអាសន្នកាលពីថ្ងៃប្រហោះមួយថ្ងៃបន្ទាប់ពីតុលាការពាណិជ្ជកម្មបានសម្រេចប័ណ្ណផ្លូវដោយចោទលោកដូណាល់ត្រាំថាបានប្រើប្រាស់សិទ្ធិអំណាចហួសដែនកំណត់របស់ខ្លួននៅក្នុងការដាក់ពន្ធលើប្រទេសទាំងអស់ជុំវិញពិភពលោកនោះសាលាឧទ្ធរសហព័ន្ធអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថាខ្លួនបានផ្អាកការសម្រេចរបស់តុលាការជាន់ទាបគឺដើម្បីពិចារណាលើបណ្ដឹងឧទ្ធររបស់រដ្ឋាភិបាលហើយបានបញ្ជាឲ្យដើមបណ្ដឹងនៅក្នុងសំណុំរឿងនេះឆ្លើយតបនៅថ្ងៃទី5ខែមិថុនានិងឲ្យរដ្ឋបាលរបស់លោកដូណាល់ត្រាំឆ្លើយនៅថ្ងៃទី9ខែមិថុនាសេចក្តីសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធដោយតុលាការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិកបានបង្គាប់ឲ្យលោកដូណាល់ត្រាំផ្អាកវិធានការពន្ធគយរបស់លោកលើដៃគូពាណិជ្ជកម្មភាគច្រើនរបស់អាមេរិកនិងពន្ធគយបន្ថែមលើទំនិញពីប្រទេសកាណាដាមួយផ្សេងនិងចិនក្រុមចៅក្រម3រូបរបស់តុលាការពាណិជ្ជកម្មបានសម្រេចថារដ្ឋធម្មនុញ្ញបានផ្ដល់ឲ្យសភាមិនមែនប្រធានាធិបតីទេនៅអំណាចនៅក្នុងការយកពន្ធហើយថាប្រធានាធិបតីត្រាំបានធ្វើលើសសិទ្ធិអំណាចរបស់ខ្លួនដោយយកច្បាប់សេដ្ឋកិច្ចគ្រាអាសន្នយកមកធ្វើជាលេសបើទោះបីជាយ៉ាងណាក៏ដោយលោកត្រាំបានរិះគន់បកវិញដោយលោកបានសរសេរនៅលើបណ្ដាញសង្គម Truth Social បែបនេះថាការសម្រេចរបស់តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកគឺខុសហើយនិងមានចរិតនយោបាយណាស់